មន្ទីរព័ត៌មានខេត្តស្ទឹងត្រែងប្រារព្ធខួបលើកទី114ទិវាអន្តរជាតិនារី8មិនិនាឆ្នាំ2025ក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅព្រឹកថ្ងៃសុក្រទី7ខែមិនិនាឆ្នាំ2025នេះមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងបានប្រារព្ធខួបលើកទី114ទិវាអន្តរជាតិនារី8មិនិនាឆ្នាំ2025ក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបក្រោមអធិបតីភាពលោកសុនប៊ុនធឿនប្រធានមន្ទីរព័ត៌មានដែលមានការចូលរួមពីលោកស្រីអនុប្រធានមន្ទីរលោកស្រីប្រធានអនុការិយាល័យនិងមន្ត្រីដែលជាស្ត្រីនៃមន្ទីរព័ត៌មានជាច្រើនរូបក្នុងឱកាសនោះលោកសុនប៊ុនធឿនប្រធានមន្ទីរព័ត៌មានបានមានប្រសាសន៍ថាទិវាអន្តរជាតិនារី8មិនិនាឆ្នាំ2025ខួបលើកទី114ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបប្រធានបទនេះក៏ផ្ដោតសំខាន់ដែលជួយឲ្យនារីរបស់យើងមានសិទ្ធិក្នុងការសម្រេចចិត្តក្នុងគ្រួសារសេដ្ឋកិច្ចការប្រកបអាជីវកម្មពិសេសការគ្រប់គ្រងក្រុមគ្រួសារហើយសិទ្ធិនេះយើងមានរាល់ថ្ងៃបុរសធ្វើអ្វីបាននារីក៏មានសមត្ថភាពចាត់ចែងការងារបានដូចគ្នាសិទ្ធិសេរីភាពនេះគឺមានភាពស្មើគ្នាវាអាស្រ័យទៅលើការឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រនិងហាត់ពត់លត់ដំវឹកវើជំនាញរៀងៗខ្លួននារីរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមសម្រាប់អាជីពការងារជាមន្ត្រីរាជការមានឱកាសបម្រើប្រជាពលរដ្ឋបម្រើជាតិមាតុភូមិលោកសុនប៊ុនធឿនបានបន្តថាទិវាអន្តរជាតិនារី8មិនិនាគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដើម្បីរំលឹកដល់គុណតម្លៃស្ត្រីគ្រប់រូបដែលជាមាតាជាភរិយាក្នុងជីវភាពរស់នៅក្នុងសង្គមសេដ្ឋកិច្ចនិងនយោបាយហើយជាវេទិកាដែលជំរុញឲ្យមានការកិត្តគូដល់ស្ត្រីឲ្យកាន់តែខ្លាំងនិងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពលោកប្រធានមន្ទីរបានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់អាទិភាពខ្ពស់ដល់ស្ត្រីលើគ្រប់រូបភាពសង្គមនយោបាយជាពិសេសការអភិវឌ្ឍសមត្ថភាពការចូលរួមគ្រប់សកម្មភាពដែលបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនិងផែនការសកម្មភាពនានាតាមរយៈការបន្តជំរុញនិងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិនិងផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម